មកបងខាងក្រោយខ្ញុំនេះធ្លាក់ព្រិលនេះមកបងឃើញនេះធ្លាក់មើលតាមមាត់ប្អួយនេះធ្លាក់ច្រើនគូសំចាគឺសស្គូអស់ហើយចាំមើលស្អែកបងប្អូននឹងឃើញក្រាស់ហើយខ្ញុំទៅធ្វើការអាចនឹងឃើញមានកម្រាស់ពី3ទៅ7សង់ទីម៉ែត្រនេះបើតាមការព្យាករណ៍អូតូនិយមណាគេប្រាប់ចាហើយខ្ញុំបានមើលព័ត៌មានជើងហោះហើរប៉ះពាល់ដែរគេបានលុបចោលជើងហោះហើររបស់ក្រុមហ៊ុន Airline KLM របស់ប្រទេសហូឡង់ហ្នឹងគឺបានលុបចោលគួរសមដែរបងប្អូនចាពីព្រឹកណាតែស្អែកខ្ញុំមិនដឹងមិនទៀតទេហើយអាចប៉ះពាល់អីខ្លះដល់ការធ្វើដំណើរទូទៅទេពេលខ្ញុំទៅទិញអីតាមផ្លូវហ្នឹងឃើញគេបាចអំបិលនៅតាមផ្លូវចាអំបិលហ្នឹងជួយកុំឲ្យវាល្អអញ្ចឹងណាបងប្អូនចាហើយស្អែកទៅធ្វើការមិនដឹងយ៉ាងណាយ៉ាងណីទេបងប្អូនចាចាំមើលសិនដឹងដូចលើកមុនឬក៏មិនទៀតទេចាំមើលសិនឲ្យចំថ្ងៃច័ន្ទទៀតចារវល់ណាស់ទូទៅគឺថ្ងៃច័ន្ទនៅកន្លែងធ្វើការគឺរវល់ហើយមិនដឹងថាមិត្តភ័ក្តិរួមការងារហ្នឹងអាចមកធ្វើការតាន់ពេលវេលាអត់ទេដោយសារតែការពីធ្លាក់លើកទី1ហ្នឹងគឺថាអ្នកដែលធ្វើដំណើរតាមរថភ្លើងចាផ្ទះនៅឆ្ងាយគាត់ធ្វើដំណើរតាមរថភ្លើងអីចឹងគេកាត់ផ្ដាច់ផ្លូវរថភ្លើងអីចឹងទៅហើយឡានក្រុងអីក៏មិនសូវជាមានរថច្រើនខ្សែដែរបងប្អូនចាគេត្រូវមានវិធីប្រើប្រាស់ឡានក្រុងនឹងដោយសុវត្ថិភាពអីចឹងណាបងប្អូន